បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះនាំមកដល់បងប្អូនមកជួបប្រភេទសត្វស្លាបម្ដងបាទដែលសត្វស្លាបនេះគេហៅថាខ្លែងឆាបលឿងក្រមៅបាទហើយខ្ញុំក៏សម្គាល់ឃើញថាសត្វនេះបាទពេលវាយំដូចកូនក្មេងយំអញ្ចឹងបាទហើយបងប្អូនចាំស្ដាប់ណាឃើញបងប្អូនចូលកែបាទដូចសំឡេងកូនក្មេងយំអញ្ចឹងហើយនៅភ្នំតាម៉ៅដែរគឺមានសត្វនេះរៀងច្រើនដែរបាទបងប្អូននេះបាទនៅក្នុងទ្រុងនេះមានដូចជា5 6 7ក្បាលដែរបាទតែខ្ញុំមកបានថតដូចនេះហើយសត្វប្រភេទនេះដែរគឺយើងកម្រឃើញបាទសត្វនេះវាពណ៌វាមានស្អាតមែនតើបាទដូចជារួមវាពណ៌រៀងត្នោតបាទត្នោតក្បាលរៀងសហើយអាឡែកវាមានឆ្នូតខ្មៅបាទឆ្នូតខ្មៅរៀងសតិចរៀងល្ងឹតតិចបងប្អូនដោយសារយើងថតទៅវាអាចកង់នៅបន្លឺថ្ងៃតែវាប្លែកក៏ថាសំឡេងវាយំគឺវាប្លែកមែនតើបាទខ្ញុំដូចដែរលឺបាទនេះបងប្អូននេះចូលមកមើលចិត្តនេះបងប្អូនឃើញទេបាទនេះគឺភេទសត្វនេះគឺស្អាតមែនតើមើលមុខវាបាទដូចស្តៀងត្រីបន្តិចស្តៀងអីបន្តិចបាទតែវាគឺជាសត្វខ្លែងគេហៅថាខ្លែងឆាបលឿងក្រមៅបាទមួយជើងវាមួយអីបាទនេះគឺជាសម្លេងពិតរបស់បាទលឺសម្លេងផ្ទាល់ហ្មងអញ្ចឹងដោយសារខ្ញុំមិនបានចូលសម្លេងអីទេដោយសារយើងចង់បានសម្លេងរបស់សត្វព្រោះសម្លេងរបស់សត្វវាស្ដាប់ទៅគឺមានអារម្មណ៍ថាប្លែកបាទវាយំនៅដូចកូនក្មេងយំអញ្ចឹងសម្លេងសត្វយើងរកឃើញព្រមដូចចូលជីបជប់តែសត្វនេះបាទគឺវាយំប្លែកម្យ៉ាងទៅគឺវាយំរហូតបាទគឺនៅក្នុងទ្រុងនេះគឺមិនដឹងតែវាយំឬវាសម្ដែងដែលវានិយាយគ្នាតែយើងអត់ដឹងដែរតែភាសាសត្វអាចថាជាការនិយាយឆ្លងឆ្លើយគ្នាអញ្ចឹងណានៅក្នុងទ្រុងតែមួយបាទនេះមួយទៀតបាទមើលបាទនេះដល់ចេះនេះបាទអូបងខលហេវឃើញបាទនឹងមួយទៀតនៅខាងនោះមួយទៀតបាទនៅទេបាទគឺដូចវានិយាយឆ្លើយឆ្លងគ្នាអញ្ចឹងបាទនោះវានិយាយឆ្លើយឆ្លងគ្នាអញ្ចឹងណាបាទហើយបាទនេះគឺបងអូនមើលទស្សនានេះបាទគឺវាប្លែកពីសត្វផ្សេងតែយំសូជិបតែសត្វនេះយំសូងែដូចកូនក្មេងអញ្ចឹងបាទហើយឈ្មោះវានេះបាទដូចបងប្អូនឃើញអញ្ចឹងនេះបាទនេះគឺខ្លែងឆាបលឿងក្រមៅបាទប្រភេទសត្វហ្នឹងអញ្ចឹងបាទអរគុណច្រើនបាទចំពោះការតាមដាននៅវីដេអូខ្លីៗក្នុងថ្ងៃនេះហើយចំពោះសត្វនេះដែរគឺជាលើកទី1ដែលខ្ញុំបានបន្ថតបាទអញ្ចឹងកុំភ្លេចជួយចុច Subscribe ក៏ដូចជា Share នៅវីដេអូនេះ Like Comment ផ្សេងៗបាទល្អជូនដល់ខ្ញុំ Channel ខ្ញុំផងបាទនឹងបានជួយផ្តិតរូបភាពបងប្អូនវីដេអូផ្សេងៗទៀតបាទជូនដល់បងប្អូនទស្សនាបាទអរគុណច្រើនជម្រាបលាបាយបាយជួបគ្នានៅឱកាសក្រោយទៀតបាទ